បាទជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះថ្ងៃសៅរ៍ហើយណាថ្ងៃចុងសប្តាហ៍ហើយក៏ថ្ងៃដែលគូតាបតលោកកម្ពុជាបានសម្រាប់រយៈពេលយូរបងប្អូនណាតោះចូលឆ្នាំហើយបានចូលធ្វើការវិញហើយថ្ងៃទី17បានយើងចូលវិញដល់ឡែកខ្ញុំតទៅថ្ងៃទី20បងប្អូនណាបានចូលវិញប៉ុន្តែបើសិនជាបងប្អូននៅមានចង្អល់ឬក៏អាចចង់សាកសួរព័ត៌មានក៏នៅតែតើគ្នាបានធម្មតាតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះក៏តាមឆាតតាមខមមិនឬក៏អីផ្សេងដែលបងប្អូនអាចតើខ្ញុំបានបងប្អូនណាបើខោយើងមិនធ្វើការទេបងប្អូនប៉ុន្តែអាចទៅជែកគ្នាបានធម្មតាដោយសារឆ្នាំនេះអត់មានទៅណាទេបងប្អូនព្រោះថ្លៃពេកហើយក៏ក្តៅទៀតអញ្ចឹងខ្ជិលហើយនៅផ្ទះអញ្ចឹងអាចទៅនេទៅជែកគ្នាលេងបានអញ្ចឹងពុកម៉ែបងប្អូនអាចមើលត្រាក់ទ័រឬមិនចូលលេងក៏បានដូចគ្នាហើយបញ្ជាក់ថាហាងក៏អត់បិទដែរហាងនៅបើកធម្មតាទេបងប្អូនណាអញ្ចឹងបងប្អូនហើយចូលឆ្នាំមិនដឹងទៅណាហើយអ្នកដែលមានបំណងចំណាប់អារម្មណ៍ចង់ទិញចង់រំលោះអីដូចគ្នាអាចមើលបានធម្មតាបងប្អូនណាបើគាត់បើសិនបងប្អូនចង់រំលោះហើយក្រុមការងារយើងចោះទៅតតែចូលឆ្នាំហើយបានយើងអាចចោះទៅបានបងប្អូនណាអញ្ចឹងបញ្ជាក់ទិញរំលោះក៏បានទិញលុយសុទ្ធក៏បានអត់អីទេបងប្អូនណាហើយពិសេសគឺបងប្អូននៅពោធិ៍សាត់កំពង់ឆ្នាំងកំពង់ស្ពឺដែលរំលោះអាចនឹងជួបខ្ញុំយើងនឹងមានកម្មវិធីពិសេសដូចតរដងដែរបងប្អូនណាហើយបញ្ជាក់ថាឥឡូវនេះយើង free 5ខែទាំងត្រាក់ទ័រទាំងម៉ាស៊ីនច្រូតប៉ុន្តែដល់ឡែកត្រាក់ទ័រពិសេសជាងគេបងប្អូនណាត្រាក់ទ័រនឹងទទួលបានចោលចុង5ខែហើយគេថែមទូរស័ព្ទមួយគ្រឿងទៀតបងប្អូនណាប៉ុន្តែទូរស័ព្ទនេះវាជាទូរស័ព្ទជាគេហៅថាអនុស្សាវរីយ៍បងប្អូនវាមិនល្អអីណាប្រហែលទេតម្លៃវាខ្ទង់$100ទេប្រកបទៅជាអនុស្សាវរីយ៍បងប្អូនណាក្រុមហ៊ុនក៏អត់មានលទ្ធភាពដាក់ថ្លៃ iPhone អីតម្លៃ1000ជាងហើយដែរបានតែទូរស័ព្ទល្មមបងប្អូនអាចប្រើបានអញ្ចឹងណាជាអនុស្សាវរីយ៍បងប្អូនអញ្ចឹងជាប៉ុណ្ណឹងថាបងប្អូនរំលោះត្រាក់ទ័រនៅក្នុងខែមេសានេះដល់ដាច់ខែទៅឲ្យតម្លងពេលក្នុងខែមេសានេះអាចបងប្អូនកក់គឺទទួលបានហើយកម្មវិធីហ្នឹងហើយចោលចុង5ខែទូរស័ព្ទដៃមួយគ្រឿងបងប្អូនណាហើយរំលោះដូចគ្នាហើយគោលការណ៍របស់យើងចូលរួមមុន30%បងប្អូនរំលោះបាន5ឆ្នាំសម្រាប់ត្រាក់ទ័រនិងម៉ាស៊ីនច្រូតបាន4ឆ្នាំបងប្អូនជ្រើសរើសហើយ6ខែបង់ដើមម្ដងក៏បានមួយឆ្នាំបង់ដើមម្ដងក៏បានដែរបងប្អូនណាហើយមានអា3ខែនិងអា6មួយខែម្ដងទៀតប៉ុន្តែភាគច្រើនហើយខ្ញុំដើរដូចជាមិនសូវមានបងប្អូនណាគាត់ចង់បានទេអាបងដើមមួយខែម្ដងនិង3ខែម្ដងមានតែ6ខែម្ដងនិង1ឆ្នាំម្ដងបងប្អូនណាហើយការប្រាក់យើងអាចទៅជែកគ្នាបានហើយល្មមមកអាចទទួលយកនេះត្រាក់ទ័រមិនចូលបងប្អូនអាចមើលបានណាច្រើនពេញនៅពេញស្តុកបងប្អូនណាហើយឯកសារមានអត្តញ្ញាណបានប្តីអត្តញ្ញាណបានប្រពន្ធសភៅគ្រួសារជាមនុស្សមានប្រវត្តិល្អក្នុងបង់ធនាគារមិនជាអ្នកលេងល្បែងគ្រឿងញៀនអីទេសូមបញ្ជាក់តែប៉ុណ្ណឹងណាហើយបងប្អូនទិញយកទៅប្រើពិតប្រាកដមែនហើយយកទិញយកលក់ដូររបស់គេណាបងប្អូនមានលក្ខខណ្ឌទាំងអស់ហ្នឹងហើយចំណូលបងប្អូនសមរម្យគឺដាក់មកថាតើដូចជាជាប់ហើយបងប្អូនខ្លាចតែបងប្អូនមានបញ្ហាមួយវិទ្យាគារឬក៏បងប្អូននៅការរស់នៅក្នុងភូមិបងប្អូនមិនល្អដូចគេដូចឯងអញ្ចឹងណាប៉ុន្តែខ្ញុំពិបាកនិយាយប្រាប់ឲ្យចំថាមិនបានមិនជាប់បងប្អូនណាគឺខ្ញុំពិបាកនិយាយបើក៏ធម្មតាដែរណាមានជាប់មានធ្លាក់សូមបញ្ជាក់អញ្ចឹងណាហើយបងប្អូនជាកសិករជាអ្នកប្រើធម្មតាទៅកុំឲ្យទៅយកទៅទិញលក់របស់គេហើយបើសិនជាអស់លទ្ធភាពក្រុមហ៊ុនសុំដកអីវ៉ាន់មកវិញទៅបញ្ចប់ការងារតែប៉ុណ្្នឹងបងប្អូនដូចជាអត់មានបញ្ហាទេវាខ្ញុំគិតថាវាអាចនឹងស្រួលជាងធនាគារបងប្អូនមូលហេតុដែលស្រួលជាងធនាគារខ្ញុំគិតថាទី1យើងអត់បាច់សញ្ញាភូមិឃុំទី2អត់ចាំបាច់យកប្លង់ដីប្លង់អីទេអញ្ចឹងបងប្អូនរំលោះទៅបើសិនជាយើងអស់លទ្ធភាពយើងសុខចិត្តឲ្យក្រុមហ៊ុនយកតាក់ទ័រមកវិញឬក៏ចូលវិញក៏ចប់ទៅតែប៉ុណ្្នឹងការងារដូចជាមិនពិបាកទេបងប្អូនខ្ចីលុយគេបងប្អូនបងអត់ទាន់វាពាក់ព័ន្ធនឹងប្លង់ដីប្លង់អីណានៃញ៉ៃអញ្ចឹងណាខ្ញុំអានេះគំនិតរបស់ខ្ញុំឯងបងប្អូនសុំទោសណាខ្ញុំមិនគិតថាបងប្អូនខ្លះមិនជួយចំនួនមិនគិតដូចខ្ញុំទេណាខ្ញុំគិតដោយសារខ្ញុំធ្វើការងារហើយខ្ញុំគិតឃើញអញ្ចឹងណាអញ្ចឹងបងប្អូនគិតឃើញផ្សេងអាហ្នឹងក៏គិតទៅដោយសារយើងគិតផ្សេងគ្នាណាអញ្ចឹងបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេមុនថ្ងៃឈប់សម្រាកឆ្នាំថ្មីជូនពរឲ្យជោគជ័យសុខសប្បាយសុវត្ថិភាពទាំងអស់គ្នាហើយពិសេសគឺកសិករគ្នាយើងនឹងហើយ
ហើយបនស្រន់ឲ្យបញ្ហាផ្សេងនៅខាងក្រៅហ្នឹងឲ្យវាឆាប់សពគ្រប់ជាមួយរឿងព្រំដែនយើងក៏ដូចគ្នាហើយជាមួយនឹងអារឿងព្រៃរឿងអីក៏ដូចគ្នាណាសូមឲ្យវាចប់សពគ្រប់ទៅឲ្យវិលរកគៀបដើមហើយកសិផលយើងឲ្យបានថ្លៃទៅអញ្ចឹងយើងសម្បូរសប្បាយទាំងអស់គ្នាណាបងប្អូនណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបងប្អូនមានចម្ងល់អាចខលមករកបានគ្រប់ពេលគ្រប់វេលាមិនថាសៅរ៍មិនថាអាទិត្យថ្ងៃបុណ្យអីទេប៉ុន្តែលើកមិនលើកអាហ្នឹងរឿងផ្សេងមួយទៀតបងប្អូនណាអរគុណសុខសប្បាយ